ពេលខ្លះបងប្អូនយើងមកការីរុំយើងមើលតែទឹកជ្រោះទេមើលព្រៃបោះតង់បើអីប៉ុន្តែបងប្អូនយើងត្រូវដឹងថានៅការីរុំក៏មានកន្លែងមួយគេហៅថាថ្មអណ្ដែតអញ្ចឹងបងប្អូនមើលនេះថ្មអណ្ដែតនឹងទាញខាត់មកនេះថ្មអណ្ដែតមែនបងប្អូនគឺជាថ្មអណ្ដែតហើយខ្ញុំចុចឲ្យលេខតិចទៅគឺជាវត្ថុស័ក្តិសិទ្ធិទេប៉ុន្តែគ្រាន់ណាគឺខ្ញុំថតនេះចង់ឲ្យកន្លែងហ្នឹងមានគេទៅទស្សនាច្រើនអញ្ចឹងណាបាទបងប្អូននេះគឺជាថ្មអណ្ដែតហើយថ្មហ្នឹងប្រភេទនេះថ្មភ្នំនេះអណ្ដែតហ្មងបងប្អូនអណ្ដែតទឹកហ្នឹងអញ្ចឹងបងប្អូនមើលទៅហើយតំបន់នេះគឺតំបន់នៅគិរីរំថ្មអណ្ដែតនៅគិរីរំអណ្ដែតទឹកមែនបងប្អូនខ្ញុំមិនចេះនិយាយទេឥឡូវឲ្យធ្វើម៉េចឥឡូវសកតចុះទៀតលេខបាត់ហើយមកវិញហើយមកវិញមែនឃើញទេបងប្អូនឃើញបាទស្រុកខ្មែរយើងមានណា